ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមកតាមការសន្យារបស់ខ្ញុំកាលពីម្សិលមិញខ្ញុំបានសួរបងប្អូនថាចង់ដឹងថាមូលហេតុអីបានខ្ញុំបានមកប្រទេសញូហ្សេឡង់នេះហ្នឹងហើយនិយាយទៅគឺដោយសារខ្ញុំរៀបការជាមួយប្តីរបស់ខ្ញុំហើយប្តីរបស់ខ្ញុំគាត់ធានាមកចឹងហើយគឺខ្ញុំបានមករស់នៅក្នុងប្រទេសញូហ្សេឡង់ប៉ុន្តែចំណុចរសើបមួយបងប្អូនចង់ដឹងថាមូលហេតុអីដើមហេតុអីបានខ្ញុំស្គាល់ប្តីរបស់ខ្ញុំបងប្អូនចង់ដឹងអាច comment ខាងក្រោមមកខ្ញុំនឹង ហាច់កកាយនឹងរឿងស្នេហារបស់ខ្ញុំជូនបងប្អូនមើលទាំងអស់គ្នាហ្នឹងហើយបងប្អូននិយាយទៅគឺខ្ញុំរស់នៅប្រទេសញូហ្សេឡង់នេះគឺដោយសារប្តីធានាមកហើយពេលហ្នឹងឯងខ្ញុំរៀបការត្រឹមត្រូវច្បាស់លាស់នៅស្រុកខ្មែររួចអស់ហើយតាំងពីចុះអេតាស៊ីវិលអីនៅស្រុកខ្មែររត់ការសុំច្បាប់រត់ការតាមប្រពៃណីខ្មែរយើងមកចប់ហ្នឹងហើយប៉ុន្តែដល់ពេលដែលយើងដាក់ពាក្យធានានេះពួកខ្ញុំអត់ធានាប្តីធានាប្រពន្ធមករស់នៅទេគឺខ្ញុំធានាប្តីខ្ញុំធានាខ្ញុំមកលេងបងប្អូនមកលេងរយៈពេល3ខែប៉ុន្តែពេលហ្នឹងយើងមានតែវិធីហ្នឹងឯងដែលធ្វើឲ្យខ្ញុំបានឆាប់មកប្រទេសញូហ្សេឡង់លឿនចឹងហើយមកដល់នេះក៏បងជាទូតមួយរបស់ខ្ញុំដែលជាអ្នកណែនាំហ្នឹងគាត់បានសញ្ញេกระดาษឲ្យខ្ញុំធ្វើការកន្លែងគាត់ទៅហើយខ្ញុំចុះតាស៊ីវិលមួយសារទៀតជាមួយប្តីខ្ញុំនៅក្នុងប្រទេសញូហ្សេឡង់នេះបន្ទាប់មកខ្ញុំក៏បានរៀបការម្ដងទៀតនៅក្នុងទីក្រុង Palmerston ហើយទៅយើងយកឯកសារទាំងអស់ហ្នឹងយើងយករត់ទៅសុំ work visa បងប្អូនទឹកដីការងារហ្នឹងឯងពេលហ្នឹងខ្ញុំសុំបានរយៈពេល1ឆ្នាំសុំបាន1ឆ្នាំហើយយើងរត់តរយៈពេលបាន2ឆ្នាំទៀតបន្ទាប់មកទៀតទើបបានខ្ញុំរត់ទៅសុំទឹកដីស្នាក់នៅបងប្អូនទាំងអស់គ្នាដល់ពេលខ្ញុំបាន permanent ហើយចឹងទៅហ្នឹងយើងអាចរស់នៅចិនត្រៃបានហើយបន្ទាប់មកឥឡូវនេះរយៈពេលបាន7ឆ្នាំអាហ្នឹងខ្ញុំសុំបានសញ្ជាតិញូហ្សេឡង់ហើយឥឡូវនេះខ្ញុំសញ្ជាតិខ្មែរក៏មានសញ្ជាតិញូហ្សេឡង់ក៏មានហ្នឹងហើយវីដេអូខ្ញុំអត់សូវចង់ឲ្យវែងពេកទេបងប្អូនអញ្ចឹងឥឡូវសុំប៉ុណ្្នឹងសិនហើយបងប្អូនចង់ដឹងប្រវត្តិស្នេហាយ៉ាងម៉េចទៅណពីអ្នកដឹងហេតុអីបានវាស្គាល់គ្នាខមមិនខាងក្រោមមកខ្ញុំនឹងប្រាប់ជូនបងប្អូនទាំងអស់គ្នាសូមអរគុណបងប្អូនទាំងអស់គ្នាបាយបាយ